បងប្រុសការសរសេរនៅក្នុងអត្ថបទគឺលម្អិតខ្លាំងណាស់នៅក្នុងអបអរសាគ្រោះថ្នាក់នេះបើសិនជាដូចអ្នកនិពន្ធរៀបរាប់នោះនេះពិតជាមិនខុសទេមិនបានឡានមួយនេះមានបញ្ហាពួកយើងទៅជាឡានផ្សេងទៅហ៎អីយ៉ានៅខ្វល់ច្រើនធ្វើអីទៀតនេះពួកគេកំពុងតែជៀសវាងរឿងនេះហើយមនុស្សម្នាក់អាចផ្លាស់ប្ដូរទៅជាមនុស្សម្នាក់ផ្សេងទៀតបែបនេះហ៎សូមការប៉ាត់នាងគឺជាអ្នកណាទៅហេតុអីគ្រប់ពេលនាងសត្វតែអាចដឹងគម្រោងការរបស់ខ្ញុំមុនជានិញសុំតើខ្ញុំសុំតើខ្ញុំមិនដឹងថាគឺជាលោកខ្ញុំស្មានថាជាអ្នកណាមិននឹកស្មានថាគឺជាលោកទេខ្ញុំជួយលោកកុំនាងអង្គុយចុះទៅលោកគ្រូប៉ានបងប្រុសខ្ញុំសឹកដឹងហើយមកបងនេះយ៉ាងម៉េចហើយមិនអីទេមកបងប្រុសរបស់ឯងនេះមិនប្រយ័ត្នទឹកខ្ញុំផ្ទះម្ដាយបាត់ហើយអញថាសើបានអីហើយបងប្រុសឡានរបស់ខ្ញុំមានមនុស្សលួចកាត់ខ្សែប្រាំងឡានហើយថងសាំងក៏រងការខូចខាតដែរបើសិនជាជីឡានចេញទៅឡានអាចនឹងដាច់ប្រាំងហើយនឹងផ្ទុះភ្លាមថាម៉េចបងមិនបានដឹងទេលើកនេះកុំតែបាត់បង់ថ្លៃទេកុំឲ្យពួកយើងគ្រប់គ្នាមិនរស់ទេនៅមានការប្រយុទ្ធជាមួយមនុស្សជាច្រើនទៀតដែលបងមិនទាន់ដឹងអង្អាចខ្លាំងណាស់នាងមានរបួសដែរទេអាយ៉ាអង្អាចគេនិយាយថាអង្អាចគឺមិនមែនរងរបួសទេប៉ុន្តែគូយិនចង់ខ្ញុំមកទៅលោកដូចជាល្អចម្លែកលោកគួរតែមិនមែនមិនចង់ឲ្យលើកខ្ញុំទេណាខ្ញុំគួរតែឲ្យនាងមិនឲ្យខ្វះមួយសេនទេអញ្ចឹងល្អលោកនេះលោកមិនបានដឹងទេដោយសារតែជួយលោកខ្ញុំខិតខំប្រឹងប្រែងចំណាយកម្លាំងអស់ច្រើនខ្លាំងណាស់ដូច្នេះលោកត្រូវតែធ្វើតាមកិច្ចព្រមព្រៀងរបស់ពួកយើងយ៉ាងហោចណាស់4ដងខុសហើយបានបែបនេះមិនត្រឹមត្រូវត្រូវហើយរឿងរបស់លីសេលីងលោកគិតយ៉ាងម៉េចទៅលីសេលីងធ្វើបាបលោកដូចនេះហើយលោកគួរតែមិនអាចលើកលែងឲ្យនាងម្ដងទៀតទេណាគួរតែមិនមានអ្វីដោះស្រាយនៅក្នុងដៃអ្នកគ្រប់គ្នាទេលីសេលីងក៏ធ្លាប់បានជួយសង្គ្រោះខ្ញុំដែរតែតាមគំនិតរបស់ខ្ញុំគួរតែសងនឹងវិញហើយត្រូវនៅមានលក្ខខណ្ឌបែបនេះដែរយិនចោលោកមិនអីទេមែនទេឆ្មាដូចចាក់កណ្ដុំយិនចោលោកនៅឆេដែរទេខ្ញុំបារម្ភពីលោកខ្លាំងណាស់បិទមាត់សម័យទៅនាងខំសម្ដែងធ្វើពុតឲ្យអ្នកណាគេមើលទៅនាងបារម្ភខ្លាចគេមិនស្លាប់ទៅវិញទេអ្នកនាងស៊ូនាងនិយាយមានន័យថាម៉េចខ្ញុំគ្រាន់តែបារម្ភយិនចោមុនពេលយិនចោរៀបការមិនដែលមានបញ្ហាអ្វីកើតឡើងទេរឿងគ្រោះថ្នាក់បែបនេះពេលនេះហេតុអីខ្ញុំមិនបាននិយាយអ្វីទេអ្នកនាងស៊ូចង់មានន័យថាម៉េចខ្ញុំមិនមែនត្រឹមតែដឹងថានាងជាមនុស្សបោកប្រាស់ទេខ្ញុំថាតែដឹងថាពួកនេះកំពុងតែធ្វើអ្វីទៀតពួកឯងកំពុងតែធ្វើអី